บางปอนទាំងអស់គ្នាថ្ងៃនេះយើងមកលាយចំណីឲ្យមាន់ទាំងអស់គ្នាគឺខ្ញុំប្រើស្លឹកដំឡូងមីនៅក្នុងការលាយចំណីឲ្យមាន់ស្រែនៅក្នុងថ្ងៃនេះចាចំពោះដំឡូងមីនេះដែរគឺជាប្រភេទដំឡូងមីដែលយើងយកមើមរបស់វាមកហូបដែលគេតែងតែនិយមលក់នៅទីផ្សារដំឡូងមីសសបងប្អូនមិនមែនជាប្រភេទដំឡូងមីពុលទេណាបងប្អូនដោយសារតែដំឡូងមីយើងមានពីរប្រភេទអាមួយយើងយកមើមមកហូបបានអាមួយទៀតអត់អាចយកមើមមកស្ងោរហូបបានទេបងប្អូនទាំងអស់គ្នាចាហើយចិញ្ចឹមមាន់ស្រែគឺងាយស្រួលទេបងប្អូនគឺបើសិនជានៅជំនាញតែបងប្អូនសម្បូររបស់ដាក់អាចសំចំណីឲ្យបានគឺបងប្អូនគ្រាន់តែកិនវាឲ្យដាក់ឲ្យវាស៊ីទៅគឺវាអត់រើសទេបងប្អូនមាន់ស្រែព្រោះដោយសារតែវាចូលចិត្តដើរចឹករកចំណីតាមបែបធម្មជាតិតែសំខាន់យើងមើលដែរថាអ្វីដែលយើងយកមកលាយឲ្យវាហ្នឹងវាអាចប៉ះពាល់សុខភាពរបស់មាន់ដែរឬអត់ចឹងណាដើម្បីឲ្យមាន់របស់យើងទទួលបានចំណីច្រើនប្រភេទព្រោះមាន់ស្រែគឺជាសត្វធម្មជាតិអញ្ចឹងមាន់ស្រែជាងចិញ្ចឹមបែបធម្មជាតិអញ្ចឹងគឺងាយស្រួលនៅក្នុងការចិញ្ចឹមហើយក៏អត់រើសចំណីដែរអញ្ចឹងយើងអាចផ្សំចំណីឲ្យបានច្រើនប្រភេទទៅដើម្បីឲ្យមាន់បានស៊ីវាស៊ីបានគ្រប់ប្រភេទចឹងណាបងប្អូនអញ្ចឹងសាច់របស់វាក៏ល្អដែរគឺបែបធម្មជាតិ100%អញ្ចឹងណាជាចុងក្រោយសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែតាមដានទស្សនាវីដេអូរបស់ខ្ញុំមករហូតហើយបើសិនជាបងប្អូនចាប់អារម្មណ៍ចង់មានចំណេះដឹងតាក់ទងទៅនឹងការចិញ្ចឹមសត្វកុំភ្លេចតាមដានវីដេអូរបស់ខ្ញុំជាបន្តបន្ទាប់ហើយបើសិនជាមានចម្ងល់អីអាច comment នៅខាងក្រោមខ្ញុំនឹងឆ្លើយឲ្យបងប្អូនទាំងអស់គ្នាអរគុណ